ទោះបីជាស្រុកគេទំនើបយ៉ាងណាក៏គេនៅតែមិនចោលស្រូវស្ទូងដែរបងប្អូនគេសុខចិត្តបង្កើតម៉ាស៊ីនសម្រាប់យកទៅស្ទូងអញ្ចឹងណាហើយមើលសំណាបដែលគេសាបនេះបងប្អូនគេមិនសាបដាក់នៅស្រែដូចយើងទេគឺគេមានថាសមានអីគេសាបអញ្ចឹងទៅបត់មកទាំងដុំចេះតែម្ដងណាបងប្អូនដើម្បីងាយស្រួលក្នុងការយកទៅឲ្យម៉ាស៊ីនស្ទូងអញ្ចឹងណាឥឡូវគេប្រមូលសំណាបរបស់គេយកទៅដាក់លើម៉ាស៊ីនដើម្បីស្ទូងបងប្អូននេះចឹងបន្ទាប់ពីប្រមូលសំណាបយកទៅដាក់រួចរាល់ហើយគេចាប់ផ្ដើមធ្វើការស្ទូងស្រូវដោយប្រើម៉ាស៊ីនណាបងប្អូនអញ្ចឹងគេស្ទូងជាជួរអញ្ចឹងមកណាមានតាមមុខតាមអីវាអញ្ចឹងមកណាដូចយើងស្ទូងដៃដែរអញ្ចឹងណាគ្រាន់តែការស្ទូងម៉ាស៊ីនវាលឿនជាងស្ទូងដៃហើយក៏វាមិនសូវការប្រើកម្លាំងពលកម្មអីហ្នឹងអស់ច្រើនអញ្ចឹងណាយើងប្រើតែម៉ាស៊ីនយើងអត់ប្រើកម្លាំងមនុស្សតិចតួចអញ្ចឹងទៅហើយបើនៅស្រុកយើងឥឡូវលែងសូវមានអ្នកស្ទូងហើយព្រោះអត់មានអ្នកក៏ស្ទូងទេគាត់ច្រើនទៅព្រោះចំណែកឯស្រូវស្ទូងហ្នឹងគឺវាទទួលបានទិន្នផលល្អជាងស្រូវព្រោះអញ្ចឹងណាបងប្អូនមើលគួរមើលផ្លែវាមើលល្អខ្លាំងណាស់បងប្អូនឥឡូវចាប់ដល់ពេលដែលត្រូវយើងប្រមូលផលហើយបន្ទាប់ពីយើងស្ទូងហើយរយៈពេល3ខែអីហ្នឹងគឺយើងដល់ពេលប្រមូលផលដល់ពេលច្រូតកាត់ហើយបងប្អូនណាឥឡូវគាត់ចាប់ផ្ដើមប្រើម៉ាស៊ីនសម្រាប់ច្រូតហើយយើងក៏ច្រូតម៉ាស៊ីនដែរឥឡូវគ្មានណាគេច្រូតដៃទៀតទេគេប្រើម៉ាស៊ីនច្រូតអស់ហើយបងប្អូនចឹងមើលស្រូវរបស់គាត់ផ្លែខ្លាំងណាស់បងប្អូននេះបន្ទាប់ពីច្រូតហើយគឺយកឡានមកចាក់យកតែម្ដងណាបងប្អូនណាអត់មានបាច់ចាំដាក់បាវដាក់ក្រុងអីដូចយើងទេគឺច្រកដាក់ឡានយកតែម្ដងព្រោះអីស្រូវគេទទួលបានទិន្នផលច្រើនអញ្ចឹងណា